ចាប្រជាពលរដ្ឋយើងអ្នកខ្លះគាត់នៅចិត្តបលាលួសហ្នឹងគាត់ភ័យខ្លាចព្រោះអាថ្ងៃទី12ហ្នឹងវាបាញ់ដល់ពេលពួកវាពុលក្ដួយចឹងយើងចេះតែញើទៅណាក៏ពួកគាត់នាំគ្នាមកនៅតាមចាំថ្នល់នេះទៅចាអើយអាញាធរគាត់បានហាមយើងទេគាត់ថាចេញចូលបានធម្មតាចឹងណាកុំឲ្យតែយើងទៅជ្រុលជ្រោះឬយើងលោឡាអីហួសហេតុចឹងទៅមករស់នៅតាមវត្តនេះក៏អាញាធរគេផ្ដល់ឲ្យទៅណោយមានកមានទឹកសុទ្ធមានថ្ងៃមុនមានសាច់ជ្រូកមានអីឲ្យយើងបន្លែប្លុកអីឲ្យយើងហូបគ្រប់គ្រាន់គាត់ថាពួកគាត់មិនហ៊ានចូលនៅអ្នកដែលចិត្តបលាលួសហ្នឹងខ្លាចស្ថានភាពក៏មានអីទេស្ងៀមស្ងាត់ដែរបាទក៏មានចៅនាទីមានអីគេដូចថាគេអ្នកធ្វើការគេនៅរស់នៅនេះទៅជួយមើលការខុសត្រូវយើងចឹងណាតែថាវាស្ងៀមស្ងាត់ក៏រដ្ឋាភិបាលយើងអ្នកដឹកនាំយើងថាឲ្យស្ងៀមស្ងាត់ក៏យើងវិជាជនក៏ថាស្ងៀមស្ងាត់យើងមិនអាចបង្កបញ្ហាដោយប្រទេសគេទេគេទៅបីឲ្យស្ងៀមស្ងាត់គេក៏នៅតែមានតែខ្មែរយើងអត់មានទេទទួលដែលថាដឹកនាំពីរដ្ឋាភិបាលពីអាជ្ញាធរដែនដីទាំងអស់នឹងថាឲ្យស្ងៀមស្ងាត់គឺស្ងៀមស្ងាត់ពួកខ្ញុំអីដែលគេហុំពើតនឹងនៅគៀកនឹងទៅគឺខ្ញុំខ្លាចលោកមានការបាតុកិច្ចអីទៅយើងមិនអាចរត់បានលឿនក៏នាំគ្នាមកតំណនៅនេះទៅតែថាអាជ្ញាធរគឺគាត់បានប្រាប់ដែរអ្នកណានៅតាមផ្ទះក៏នៅទៅបាទព្រោះថាដូចយាយចាស់ពីការអីក៏ដើមរួចក៏គាត់មកបោះតង់នៅតាមនឹងសិនទៅបាទនឹងគ្នានៅចិត្តលបងលួហើយខ្លាចបានគ្នាមកនៅវត្តនេះនឹងអ្នកជាប់លបងដូចខ្ញុំអត់ជាប់ទេខ្ញុំនៅដេកផ្ទះការចាញ់ចូលអត់អីផងចាញ់មកក្រៅក៏បានចូលទៅក៏បានមកលេងនៅវត្តនេះក៏បានគាត់បានថាអីទេប្រហែលវាគៀកនឹងលបងហើយកូនក្មេងវាច្រើនខ្លាចវាបាញ់មកវាត្រូវដូចលើកមុនទៀតកាលមុនមានប្រហែល10ម៉ានទេ10គ្រួសារហើយឥឡូវឡើង20ដឹងអូនគាត់ចោះសួរសុកទុកតាអូនគាត់ចោះសួរដូចថាម្ចាស់អំណោយអីក៏គាត់ចែកជាទៀនជាលុយជាកាក់អីឲ្យគាត់ចោះសួរថាបើបងប្អូននៅមុខឯណោះវាជ្រៅពេកកន្លែងចិត្តគេពេកអញ្ចឹងក៏ឲ្យមកខាងមុខនេះមកឲ្យវត្តនេះមកនឹងសម្រាប់អ្នកជាប់លបងតែបើសម្រាប់អ្នកមិនជាប់ទេមិនបាច់មកទេនៅផ្ទះយើងបានហើយព្រោះអីគ្នានៅផ្ទប់នឹងលបងគ្នាកូនច្រើនខ្លាចវាបាញ់បោះអីមកយើងការពារខ្លួនយើងដែរអូនប្រម្ដងហើយយើងខ្លាចយើងញាក់សាច់អីហ្នឹងញាក់សាច់ម្ដងត្រូវអត់បានអីទេអូនរត់ទៅនៅចាន់ស៊ីឥឡូវរដ្ឋាភិបាលថាស្រួលហើយឲ្យប្រជាជនចុះមកនៅក្នុងភូមិក្នុងផ្ទះសម្បែងវិញខ្លាចភ្លើងឆេះផ្ទះឆេះអីប្រជាជនចុះមកអស់ហើយមកនៅដោយរដ្ឋាភិបាលដោយអ៊ំរាត្រីគាត់ជួយប្រជាជនអញ្ចឹងណាគាត់ថាសុខហើយក៏មកវិញអស់ណាអូនអត់បាននៅណាអរគុណនឹងឯងអរគុណដែលរដ្ឋាភិបាលទាំងអស់សម្ដេចអីដែលសម្ដេចជួយដោះស្រាយឲ្យឆាប់បានឆាប់ឲ្យប្រជាជនចូលរស់នៅនេះខ្ញុំសូមអរគុណសម្ដេចហ៊ុនម៉ាណែតសម្ដេចបវរធិបតីហ៊ុនម៉ាណែតខ្ញុំអរគុណច្រើនបានមករស់នៅតាមផ្ទះវិញសប្បាយអូនសប្បាយចិត្តទុកយ៉ាងណាក៏នៅផ្ទះយើងហើយបានដីបានធ្លីវិញសូមអរគុណច្រើនចាខ្ញុំបើសម្រាប់ខ្ញុំជឿជាក់ថារដ្ឋាភិបាលដោះស្រាយឲ្យពួកខ្ញុំបានវិញតែគាត់ថាពេលវេលារៀងយូរបន្តិចព្រោះប្រទេសនឹងប្រទេសមិនមែនគ្រួសារយើងស្រួលដោះស្រាយទេណាចាប្រទេសនឹងប្រទេសវាពិបាកដោះស្រាយបន្តិចរៀងយូរតែខ្ញុំជឿជាក់ថាពួកគាត់មិនទុកពួកខ្ញុំចោលទេយ៉ាងណាក៏គាត់ដោះស្រាយឲ្យពួកខ្ញុំបានរស់នៅវិញដែរគាត់សុំពេលវេលាដោះស្រាយបន្តិចចាខ្ញុំនឹងអរគុណគាត់ដែលគាត់នៅនឹកឃើញដូចថាគាត់មិនភ្លេចពួកខ្ញុំអញ្ចឹងគាត់មិនទុកពួកខ្ញុំចោលទេគាត់នឹងដោះស្រាយឲ្យពួកខ្ញុំបាននៅបាទខ្ញុំក៏ជឿជាក់ខាងរដ្ឋាភិបាល 100% ព្រោះគាត់ដឹកនាំយើងមកគឺឲ្យយើងអញ្ចឹងក៏យើងទៅតែជឿជាក់លើគាត់ព្រោះថាការរស់នៅពិបាកក៏ដូចដឹងស្រាប់ហើយណាជាជននេះតាមរដ្ឋាភិបាលដែរមិនចេះថាទៅខ្លួនឯងមកខ្លួនឯងទេបាទមកគេថាទៅតាណាគឺនៅតានឹងបាទខ្មែរយើងស្មោះត្រង់បាទតែគេអត់ស្មោះត្រង់នឹងយើងទេណាប្រទេសដទៃគេអត់ស្មោះត្រង់យើងទេគេចង់បានតែបោះយើងលួចទឹកដីយើងហើយចុះបើវានៅសន្តិភាពហើយវានៅតែប៉ុណ្្នឹងក៏វាអត់មានរឿងបាទខាងព្រៃច័ន្ទនេះ
ប្រជាជននេះវាអត់មានណាមានអីកើតឡើងទេព្រោះសំថ្ងៃនេះក៏ជឿជាក់រដ្ឋាភិបាលអត់ទុកចោលទេប្រជាជនអរគុណឲ្យកើតសុខភាពល្អកុំឲ្យមានរោគគាបៀតបៀនកើតទៅណាបានសុខភាពល្អរហូតតទៅបាន